សាំង PTT លក់នៅកម្ពុជាធ្លាក់ចុះ 50 ទៅ 60% ហើយចំនួនស្ថានីយ៍ត្រូវបានកាត់បន្ថយអ្នកចែកចាយក្នុងស្រុកបានបដូរឈ្មោះស្ថានីយ៍ PTT ចេញជាង 40 ស្ថានីយ៍ ក្រុមហ៊ុន PTT All and Retail Business OR របស់ថៃកំពុងពង្រីកខ្លួនទូទាំងពិភពលោកជាមួយនឹងការផ្លាស់ប្ដូរយុទ្ធសាស្ត្រនៅក្នុងប្រទេសកម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា ខណៈពេលដែលផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ EV និងកំណើនប្រកបដោយចីរភាពយោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី 28 វិច្ឆិកាបានឲ្យដឹងថាទាក់ទងនឹងការសម្រេចចិត្តបិទប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសវៀតណាមនឹងចូលទៅក្នុងដំណើរការកាត់បន្ថយនេះគឺដោយសារតែអសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងគំរូស្ថានីយ៍សេវាកម្មរបស់ប្រទេសថៃប្រកបដោយប្រសិទ្ធភាពបើទោះបីជាមានប្រតិបត្តិការប្រហែល 20 ទៅ 30 ស្ថានីយ៍ក៏ដោយក្រុមហ៊ុន OR បានប្រឈមមុខនឹងដៃគូប្រកួតប្រជែងក្នុងស្រុកដ៏រឹងមាំនឹងការចំណាយលាក់កំបាំងខ្ពស់ដែលធ្វើឲ្យប្រតិបត្តិការមិនទទួលបានប្រាក់ចំណេញការបិទប្រតិបត្តិការនៅវៀតណាមនឹងកាត់បន្ថយបន្ទុកការខាត់បង់របស់ក្រុមហ៊ុននិងបង្កើនប្រាក់ចំណេញរួមចំណែកនៅប្រទេសកម្ពុជានៅតែត្រូវបានចាត់ទុកថាជាតំបន់ដែលមានហានិភ័យខ្ពស់ដោយការលក់ធ្លាក់ចុះ 50 ទៅ 60% ហើយចំនួនស្ថានីយ៍ត្រូវបានកាត់បន្ថយមកត្រឹមប្រហែល 150 ពី 200 អ្នកចែកចាយក្នុងស្រុកបានបដូរឈ្មោះស្ថានីយ៍ជាង 40 ដោយសារតែភាពតានតឹងផ្នែកនយោបាយ